clear ប្រាប់ផ្លូវជាភាសាអង់គ្លេស go straight ahead ឬមួយក៏ go straight on ឬមួយក៏ go along the street មានន័យថាធ្វើដំណើរទៅត្រង់ go over the bridge go over the bridge ទៅរំលងស្ពាន go through the park go through the park ឆ្លងកាត់តាមសួន cross the street cross the street ឆ្លងផ្លូវ go past the bank go past the bank ទៅហួសធនាគារ go left ឬមួយក៏ turn left បត់ឆ្វេង go right ឬមួយក៏ turn right បត់ស្ដាំ take the first turning on the right take the first turning on the right ដល់ផ្លូវទី1បត់ស្ដាំ take the second turning on the right take the second turning on the right ដល់ផ្លូវទី2បត់ស្ដាំ take the first turning on the left take the first turning on the left ដល់ផ្លូវទី1បត់ឆ្វេង take the second turning on the left take the second turning on the left ដល់ផ្លូវទី2បត់ឆ្វេង go round the roundabout go round the roundabout ទៅជុំវិញរង្វង់មូល 10 clear ជាភាសាអង់គ្លេសសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ no worries no worries មិនអីទេឬមួយក៏កុំភ័យអី drive safe drive safe សូមឲ្យសុវត្ថិភាពក្នុងការបើកបរ on my way on my way ខ្ញុំនៅតាមផ្លូវ I'm exhausted today I'm exhausted today ថ្ងៃនេះខ្ញុំពិតជាអស់កម្លាំងមែនទែន long time no see long time no see ខានជួបគ្នាយូរហើយ call me when you get home call me when you get home ទូរស័ព្ទមកខ្ញុំផងនៅពេលដែលអ្នកទៅដល់ផ្ទះ call me back when you get a chance call me back when you get a chance ទូរស័ព្ទត្រឡប់មកខ្ញុំវិញផងពេលដែលអ្នកមានពេល That's so annoying That's so annoying វាពិតជាគួរឲ្យធុញមែនតើ I'll check if I'm free I'll check if I'm free ចាំមើលខ្ញុំមើលសិនថាតើខ្ញុំទំនេរដែរអត់ពាក្យថាខ្សែស្បែកជើងភាសាអង់គ្លេសគឺយើងនិយាយថា shoelace shoelace ហើយពាក្យដែលយើងចង់និយាយថាចងចងយើងអាចប្រើពាក្យ lace lace ជា verb មានន័យថាចងខ្សែហ្នឹងណាយើងឬមួយក៏ប្រើពាក្យ tie lace ក៏បាន tie ក៏បានដែរមានន័យថាចងអញ្ចឹងយើងអាចនិយាយថា I lace my shoes ឬមួយក៏ I tie my shoes មានន័យថាខ្ញុំចងខ្សែស្បែកជើងរបស់ខ្ញុំអូខេហើយនៅពេលដែលយើងចង់ស្រាយស្បែកជើងស្រាយខ្សែហ្នឹងមកវិញយើងថា unlace ឬមួយក៏ untie អញ្ចឹងយើងអាចនិយាយថា I unlace my shoes ឬមួយក៏ I untie my shoes My morning routine សកម្មភាពពេលព្រឹករបស់ខ្ញុំ I wake up at 5:40 ខ្ញុំភ្ញាក់ពីគេងម៉ោង 5:40 នាទី But I don't get up until 6 o'clock ប៉ុន្តែខ្ញុំក្រោកពីគេងនៅម៉ោង 6 I exercise and iron my clothes ខ្ញុំហាត់ប្រាណហើយអ៊ុតសម្លៀកបំពាក់របស់ខ្ញុំ
I have a shower get dressed and comb my hair ខ្ញុំងូតទឹកស្លៀកពាក់និងសិតសក់របស់ខ្ញុំ I pack my bag with all my teaching materials and leave the house ខ្ញុំរៀបចំសម្ភារៈបង្រៀនដាក់ក្នុងកាតាបរបស់ខ្ញុំហើយចាក់ចេញពីផ្ទះ I walk to work every morning ខ្ញុំដើរទៅធ្វើការជារៀងរាល់ព្រឹក It takes me about 5 minutes វាស៊ីពេលខ្ញុំប្រហែល5នាទី When I get to my office I have breakfast នៅពេលដែលខ្ញុំទៅដល់ការិយាល័យរបស់ខ្ញុំហូបអាហារពេលព្រឹក After that I make a cup of coffee បន្ទាប់មកខ្ញុំឆុងកាហ្វេមួយកែវ Then I start my work បន្ទាប់មកខ្ញុំចាប់ផ្ដើមធ្វើការងាររបស់ខ្ញុំសមមុខអ្នកហើយភាសាអង់គ្លេសគឺ It serves you right It serves you right ពួកយើងមិនសមគ្នាទេភាសាអង់គ្លេសគឺ We are not compatible We are not compatible គួរបាត់ទើបធ្វើរបងភាសាអង់គ្លេសគឺ Close the barn door after the horse has bolted Close the barn door after the horse has bolted It's mean No that is not correct We would say it means not it's mean okay អញ្ចឹងគ្នាយើងមួយចំនួននិយាយកន្លែងហ្នឹងអត់ត្រូវយើងអត់និយាយថា it's mean ទេគ្នាយើងនិយាយថា it means វាមានន័យថាអូខេអញ្ចឹងគ្នាយើងចង់និយាយថា it means ប៉ុន្តែដល់ពេលយើងនិយាយ it's mean អញ្ចឹងអត់ត្រូវទេណាមួយទៀតគឺ it's depends No that is not correct we will say it depends អូខេអញ្ចឹងគ្នាយើងចង់និយាយថា it depends ប៉ុន្តែយើងទៅនិយាយថា it's depend អញ្ចឹងកន្លែងដាក់ខ្យល់ s ហ្នឹងគឺខុសកន្លែងណាមួយទៀតគឺ it's work No that is not correct we say it works អូខេអញ្ចឹងយើងចង់និយាយថា it works ប៉ុន្តែយើងទៅនិយាយថា it's work អញ្ចឹងកន្លែងដាក់ s ហ្នឹងគឺអត់ត្រឹមត្រូវហើយពេលដែលយើងនិយាយក៏អត់ត្រឹមត្រូវដែរអញ្ចឹងសង្ឃឹមថាគ្នាយើងកែប្រែកន្លែងហ្នឹងណាយើងចង់និយាយថាល្អជាងមុនឬមួយក៏ប្រសើរជាងមុនអញ្ចឹងយើងប្រើពាក្យ better អញ្ចឹងយើងអាចនិយាយថា My English is better than before ភាសាអង់គ្លេសរបស់ខ្ញុំប្រសើរជាងមុនមានន័យថាល្អជាងមុនអូខេហើយប្រសិនបើជាយើងចង់និយាយថាប្រសើរជាងមុនបន្តិចបន្តួចឬមួយក៏ល្អជាងមុនបន្តិចបន្តួចអញ្ចឹងយើងប្រើពាក្យ a little bit better យើងដាក់ a little bit ពីមុខមកណាអញ្ចឹងយើងប្រើពាក្យ a little bit better អញ្ចឹងយើងអាចនិយាយថា My English is a little bit better than before ភាសាអង់គ្លេសរបស់ខ្ញុំប្រសើរជាងមុនបន្តិចបន្តួចបើសិនជាយើងចង់និយាយថាប្រសើរជាងមុនច្រើនល្អជាងមុនច្រើនយើងប្រើពាក្យ a lot better ឬមួយក៏ much better អញ្ចឹងយើងនិយាយថា My English is a lot better ឬមួយក៏ My English is much better This is called dumbbell barbell weight plate treadmill yoga mat សម្រាប់សាប៊ូលាងដៃភាសាអង់គ្លេសយើងនិយាយថា soap អូខេ soap ហ្នឹងគឺសាប៊ូលាងដៃឬមួយក៏សាប៊ូដុំណាសាប៊ូកក់សក់សាប៊ូសម្រាប់កក់សក់យើងថា shampoo គឺសាប៊ូសម្រាប់កក់សក់ហើយសម្រាប់សាប៊ូដុសខ្លួនគឺយើងនិយាយថា body wash ឬមួយក៏ shower gel ពាក្យភាសាអង់គ្លេសសំខាន់ដែលអ្នកទាំងអស់គ្នាគួរចេះ decisive ដែលមិនរុញរាក្នុងការសម្រេចចិត្ត defensible ដែលអាចការពារបាន acceptable ដែលអាចទទួលយកបាន dependent
dependent ដែលពឹងផ្អែកលើគេ independent ដែលមិនពឹងផ្អែកលើគេឬឯករាជ្យ reputation កេរ្តិ៍ឈ្មោះ inheritance កេរមរតក heritage បេតិកភណ្ឌ national heritage បេតិកភណ្ឌជាតិ world heritage បេតិកភណ្ឌពិភពលោក